សម្រាប់អាម៉ាក់ដែលមានអូនកំពុងតែស្ទើរគីឡូហើយចង់បានម៉ឺនុយដែលងាយៗហើយអត់ចំណាយពេលច្រើនអាចមើលវីដេអូនេះបានម៉ឺនុយមួយនេះមិនត្រឹមតែជួយឲ្យអូនឡើងគីឡូទេថែមទាំងសម្បូរវីតាមីនប្រូតេអ៊ីនហើយនិងកាល់ស្យូមហើយបើនិយាយពីក្លិនវិញគឺថាឈ្ងុយមែនតើដោយសារយើងមានបន្ថែមជាមួយនឹងជីប្រទេសឲ្យអូនដែរឲ្យអូនញ៉ាំតែបបរគ្រប់គ្រឿងរាល់ថ្ងៃពេកពេលខ្លះក៏ធុញដែរអញ្ចឹងគួរតែឆ្លាស់ធ្វើបែបនេះឲ្យអូនញ៉ាំខ្លះ គ្រឿងកូរនៅក្នុងម៉ឺនុយនេះគឺខ្ញុំប្រើផ្លែល្ពៅគឺជាក្រុមអាហារតែមួយជាមួយនឹងអង្ករអញ្ចឹងបងបាច់ភ័យថាអូនអត់គ្រប់អាហារទាំង3ក្រុមទេដោយសារយើងប្រើផ្លែល្ពៅប្រើពងមាន់ហើយនិងឈីសជាមួយនឹងប្រេងអញ្ចឹងគឺគ្រប់អាហារទាំង3ក្រុមតែម្ដងហើយបើនិយាយពីវិធីចម្អិនវិញគឺថាមហាស្រួលម៉ាម៉ាក់គ្រាន់តែដាក់ល្ពៅចំហុយជាមួយនឹងពងមាន់រយៈពេល10ទៅ15នាទីតាមកម្រាស់ល្ពៅដែលម៉ាម៉ាក់ហាន់អញ្ចឹងទៅបន្ទាប់ពីបន្លែយើងឆ្អិនអាចយកមកកិនឲ្យអូនញ៉ាំបានហើយចំពោះពងមាន់ ម៉ាម៉ាក់គួរតែបកយកតែផ្នែកក្រហមពេលដែលយើងស្ងោរហើយយកមកកិនអញ្ចឹងក្លិនវាអត់សូវឆ្អាបដូចដែលយើងប្រើពងមាន់ស្រស់ហើយយកទៅកិនចូលគ្នាទេហើយក៏មានបន្ថែមជីប្រទេសនឹងទៅជាមួយគ្នាដែរប៉ុន្តែខ្ញុំអត់ប្រើទាំងអស់ទេណាខ្ញុំប្រើតែកន្លះប្រទេសទេដោយសារអូនត្រឹមតែអាយុ6ខែអត់ចាំបាច់ត្រូវប្រើច្រើនម៉ាណេក្រោយពីម៉ាក់កិនល្បាយទាំងអស់នឹងចូលគ្នាហើយមើលទៅឃើញថាបើសិនជាខាប់ពេកអាចបន្ថែមជាមួយនឹងទឹកដោះគោដែលអូនមុំបានហើយកុំភ្លេចបន្ថែមជាមួយនឹងប្រេងល្ងផងដើម្បីឲ្យបបរយើងមានរសជាតិកាន់តែឆ្ងាញ់ក្លិនឈ្ងុយ ហើយជួយបឺតសូរសារជាតិចិញ្ចឹមទៅជួយបំប៉នរាងកាយឲ្យអូនពិសេសនោះគឺជួយឲ្យអូនឡើងគីឡូហើយគ្រឿងទេសទាំងអស់ដោយដែលខ្ញុំប្រើនៅក្នុងម៉ឺនុយនេះមានលក់នៅក្នុងផេកគ្រឿងទេសកុមារ NSP អរគុណសម្រាប់ការទស្សនា